វីដេអូមិញហ្នឹងសញ្ញាហ្នឹងគឺសញ្ញាសនសម្រាប់ hybrid ហ្នឹងបញ្ហាចឹងនេះកូដបញ្ហាចេញមកឲ្យបងប្អូនណានេះបញ្ហាធ្ងន់នេះតើតោមួយប្រព័ន្ធអាគុយរបស់ hybrid តែម្ដងហ្នឹងហើយកំណត់សម្គាល់បញ្ហានឹងកើតឡើងបងប្អូនត្រូវចំណាំដែរនេះជាចំណុចមួយដែលខ្ញុំតែម្លែកទី1ដូចក្បាលវីដេអូអញ្ចឹងវាមានជាសញ្ញាត្រីកោណនៅលើតាបឡូផងនៅលើ screen នេះផងណានេះហើយសញ្ញាមួយទៀតគឺនេះគឺសញ្ញាសំឡេងខ្យល់កន្លែងរុនខាងក្រោយនេះអាហ្នឹង 100% គឺពាក់ព័ន្ធមួយប្រព័ន្ធអាគុយ hybrid តែម្ដងអញ្ចឹងកូដនេះបងប្អូនណាកូដវាគឺ 3000 នេះបញ្ជាក់ថា battery control system មានបញ្ហាអញ្ចឹងចាំមើលមានតែរើអីណាបងប្អូនមានរើគុយនឹងមើលអីហើយកូដនេះដែរនឹងសិតតែពាក់ព័ន្ធជាមួយនឹងប្រព័ន្ធអាគុយ hybrid ទាំងអស់បងប្អូនអញ្ចឹងមានតែរើកាត់ក្រោយឡើងអាគុយដើម្បីពិនិត្យមើលណាបងប្អូនចាំមើលវីដេអូបន្តទៀតចាំទស្សនាជាមួយខ្ញុំនេះបងប្អូនបញ្ហាណាបញ្ហាប្លុកអាគុយទី2ដែលកម្លាំងអាគុយគឺខ្សោយខ្លាំងមែនតើបាន15 វ៉ុលទេបងប្អូនឃើញទេហើយពីហ្នឹងគេ17ហើយ16ក្រាស់អញ្ចឹងទៅនេះឃើញទេ16អញ្ចឹងយើងមើលតាមប្លុកវានឹងប្លុកណាខ្សោយជាងគេអានឹងប្រកាសជាប្លុកនឹងមានបញ្ហាអញ្ចឹងប្លុក02ដែលខ្សោយជាងគេប្លុក01គឺបាន16ដែរណាអញ្ចឹងណូតទៅខ្ញុំតែមើលខ្ញុំរើអាគុយទៅចឹងខាងនេះអីដោះប្រម៉ូតវាអស់ហើយតាមនេះជាណាហើយនេះគុយបងប្អូនគុយនេះគុយឲ្យវានៅកន្លែងនេះហើយចៅវាច្រើនដែរវាជើងមួយហ្នឹងគេតែដោះលើកដុំគុយហ្នឹងមកចឹងមុនយើងដកយើងតែដោះកលីនេះសិនណាបងប្អូនកលីសំខាន់ហើយតែដកកើតទៅយើងជួយឡើងលើមកដាក់យ៉ាងម៉េចណាដើម្បីដាច់ចរន្តកលីហ្នឹងគឺដើម្បីដាច់ចរន្តហើយយើងមើលដែរកលីហ្នឹងបើសិនជាកាត់ទៅវាអាចស្នំឬអីក៏វាធ្វើឲ្យធ្វើຕົកដែរយើងមើលបន្តិចដែរទៅក៏បានដែរហ្នឹងអត់ជាបញ្ហាទេណាគេមានធ្វើជាទូចមួយទៀតដើម្បីដាច់ចរន្តណាដាច់ចរន្តឲ្យបុកទៅនោះហើយណាចឹងយើងដោះគុយទៅដល់ហ្នឹងមិនធ្វើមកចាប់ដើមដោះខ្យល់ទាំងអស់លើគុយចេញណាហើយនេះបូមដង្ហើបើកដង្ហើត្រជាក់ចូលទៅអាគុយហើយចេញតាមនេះវិញណាពេលតែឡានយើងចាក់ដាក់ខ្យល់យើងដោះពុកខាងក្រោយចេញទៅយើងដោះខ្យល់កម្របនេះទៅនេះកម្របនេះកន្លែងតាពីដោះចេញទៅហ្នឹងមកចឹងអានេះ connector វាមានមែន connect មកវាបូកឲ្យដកណាចឹងអាហ្នឹងយើងប្រយ័ត្នគឺដោះចេញដោះចូលប្រយ័ត្នកន្លែងហ្នឹងដែរយើងទៅដោះស្នាប់វាចេញមុខចៅនេះសោលេខ8ទៅចេញមកក្រៅមកហើយគឺចែកម្លែកមួយទៀតចំណុចពិសេសបងប្អូនចាំយកឧបករណ៍វាស់លោវាឆ្លងតួម៉ាស់ជាមួយតួឡានណាហ្នឹងមួយមុននឹងយើងចាប់ទៅវិញហ្នឹងចំណុចពិសេសណាសម្រាប់ឆែកប្រព័ន្ធគុយហ្នឹងឲ្យច្បាស់ណាហ្នឹងហើយលាមួយនេះពោបោកពោដកអញ្ចឹងយើងដោះប៉ុណ្្នឹងហើយ connector នេះយើងដកចេញអស់ទៅណាយើងមានប៉ុណ្្នឹងហើយយើងខ្ចៅមានប្រមាណហ្នឹងដោះទាំងអស់ហើយចាំលើកអាគុយហ្នឹងយើងយកទៅ check ទៅហ្នឹងបានការប្រើប្រាស់បានយូរកាលណាបងប្អូនអត់ check តាម step ចែកទេសទេធ្វើអត់បានម៉ាក់ទេរឿងគុយហ្នឹងចឹងនេះដោះអស់ហើយ connector ពីបតមកវានេះបតដូចជាយើងដោះអស់ទៅយើងលើកចេញក្រៅមកចឹងឥឡូវខ្ញុំលើកចេញមកពីក្នុងឡានហើយសំណុំរបស់វាមានប៉ាត់ហ្នឹងណាចឹងយើងចាប់តាមដោះ check មើលមកចេញដើម្បី check មើលនេះកម្របនេះដោះហើយអាគុយទាំងអស់វាមាន28 សែលសម្រាប់គុយប្រភេទឡាន
ហ្នឹងហើយយើងពិនិត្យមើលមកជុំទៅមិននឹងយើងរុះរើបងឃើញស្ដំឃើញអីតាមនេះអញ្ចឹងអានេះជារូបសញ្ញាមួយដែរដែលយើងត្រូវកត់សម្គាល់នេះឃើញទេវាអាចអង្គុយហ្នឹងវាអាចនឹងជ្រាបណាវាអាចនឹងជ្រាបឬអីចឹងណាហើយក្នុងចំណោម20នេះចង់បញ្ជាក់ជូនបងប្អូនថាវាមាន28សែលវាស្មើ14ប្លុកក្នុងមួយប្លុកមាន2សែលនឹងស្រួលយល់ហ្នឹងហើយអញ្ចឹងធម្មតាយើងឆែកកុំព្យូទ័រវាចែកប្លុកឲ្យយើងហើយប្លុកណាមានបញ្ហាណាហើយនឹងឲ្យលេខកូដអង្គុយលើនឹងទាំងអស់យើងអាចមើលទៅហើយឥឡូវយើងចាប់ណាមដោះកំម៉ោនេះដើម្បីនេះវាមានកលឹះវិញយើងដោះកលឹះវាទៅកោះកលឹះវាទៅហ្នឹងគាត់ទៅវាខូចរុញវាតំណតទៀតប្លុកមួយតំឡុកមួយវាស្ទើរហ្នឹងហើយយកមកចេញនេះអីឃើញទេចឹងហើយមានបញ្ហាឃើញទេខ្សែម៉ាស់អញ្ចឹងយើងមើលយើងតាមដានវាមួយពណ៌ឡើងស្នាយឡើងអស់នេះស្នាយនេះអញ្ចឹងអាការៈដែរនេះប្លុក1ប្លុក2ប្លុក3ប្លុក4ប្លុក5ប្លុក6ប្លុក7ប្លុក8ប្លុក9អញ្ចឹងអានេះខ្ញុំយល់ឲ្យច្បាស់កាន់តែច្បាស់បងប្អូនប្លុក10ប្លុក11ប្លុក12ប្លុក13ប្លុក14តែម្ដងណាអញ្ចឹងប្លុកវាមាន14ប្លុកហ្នឹងអញ្ចឹងកាលណាយើងឆែកកុំព្យូទ័រវាបង្ហាញនេះប្លុកទី1អញ្ចឹងដល់ប្លុកទី2ប្លុកទី3អញ្ចឹងទៅវាដេញតាមហ្នឹងអញ្ចឹងទៅវាប្រាប់យើងណាតែយើងត្រូវដាក់ទៅឆែកមួយបន្ថែមទៀតអញ្ចឹងខ្ញុំបញ្ជាក់នេះប្លុកទី1 2មកទី3មកទី4មកទី5មកទី6មកទី7មកទី8មកទី9មកទី10 11 12 13 14យ៉ាងក្រោយគេនេះម្ដងតាមខ្សែពោបោកហើយជាទូទៅស្នឹមអញ្ចឹងយើងប្រើទៅវាអត់កើតទេហើយជាបញ្ហាយើងត្រូវដុសសម្អាតបន្ទាប់ពីឆែកហើយសម្អាតស្អាតចាំបញ្ចូលវិញដើម្បីដំណើរការវាបានស្រួលហើយនេះខាងមួយជំហានទៀតយើងដោះដូចគ្នាហ្នឹងញ៉ាំវាឡើងការដាក់ដូចគ្នាអញ្ចឹងយើងសម្អាតវាទៅកុំឲ្យវាខូចវាដាច់ហ្មងយើងចាំយកกระดาษខាត់តែខាត់សម្អាតវាទៅហើយកន្លែងនេះគឺកន្លែងផ្ដាច់អាចផ្លាក់វាដើម្បីផ្ដាច់ឲ្យខ្ញុំមុនបង្ហាញហ្នឹងគឺវាផ្ដាច់ដើម្បីឲ្យចរន្តវាផ្ដាច់ភ្លើងទៅណាក្នុងកន្លែងហ្នឹងក៏វាឡើងលក្ខណៈស្នឹមដូចគ្នាដែរអញ្ចឹងវាត្រូវការសម្អាតវាចាំនេះហ្នឹងអញ្ចឹងវាមានប៉ុណ្ណឹងអញ្ចឹងឥឡូវបន្ទាប់នេះយើងរើវាស់ដោះកញ្ចប់ចំណោនេះអស់ដើម្បីយើងវាស់ចរន្តភ្លើងនេះមួយណាតែតាមប្លុកណាប្រកាសជាខូចប្លុកណាហើយមុនហ្នឹងខ្ញុំវាស់តាមកុំព្យូទ័រថ្ងៃតាមប្លុកពីទាំងបងវាមានបាត់មែនអត់អញ្ចឹងបងប្អូននេះប្លុក1 2អញ្ចឹងខ្ញុំវាស់មើលអញ្ចឹងនៅក្នុងកុំព្យូទ័រប្រាប់ប្លុក2ឥឡូវខ្ញុំចាប់តាមពីប្លុក1មុនប្លុក1សែលទី1 8.1 វ៉ុលប្លុកទី2ហើយប្លុក1ដែរសែលទី2 8.1 ដូចគ្នាប្លុកចូលប្លុកទី2ប្លុកទី2សែលទី1ឃើញបានតែ 6.8 បងប្អូនឃើញកុំព្យូទ័រវាប្រាប់យើងនេះហើយប្លុកទី2ដូចគ្នាសែលទី2បាននេះបាន 8.1 ដូចគ្នាអញ្ចឹងមកនៅសែលទី2ប្លុកទី2សែលហ្នឹងគឺខ្សែមួយនេះខ្សោយហើយណាអញ្ចឹងខ្ញុំនឹងណូតចំណាំមួយទុកសិនខ្ញុំវាស់បាន2ប្លុកហើយចាប់ជាហ្នឹងចាប់ជាបញ្ហាអញ្ចឹងតែយើងយកធ្វើស្អាតដាក់ចូលវិញមកក៏យើងសម្អាតអញ្ចឹងបាននេះបងប្អូនបើយើងជ្រើយើងត្រូវ
mười nó ông còn đi ấy khơi nhé đôi làm bài như ấy giờ là tham gia trái nói chứ trong dương chỉ có ập sủa đấy hay mượn bọt gì mượn đôi những khả năng ấy thứ thằng đấy cái bánh hà này nhé chạy 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 nhé nam nào chung nè việc miền bánh hà mình ở vậy để bị xe bằng tàu này nhưng mình có cái này muối đại ai tập chạy ở cối nó khôi con được khi mà rồi mọi người này muối thì mình professional tới tay còn ôn nhầm pra cá vừa cái tu đặt thò lỏ chẳng mình có thả cối đồng on nắng việc sau đồng on thì chẳng to mình có bị say muối mình có bị say này đợt nhé chẳng việc rồi tay bàn thế có mình nắng này hay cối là nhầm tay háo chỉ tu tới nhầm vớ mình request đồ đó trong chiều nồng thế mưa tam là tập hiệp ta bạn check bao dương có ông chỉ lọc phần nào chẳng bao phần gì sắp sai lối dương thưa tam sai lối về có chia xuồng chẳng dương ai ta vợ có mà rồi tuyệt đối chứ về dân thưa ấy con tập hiệp ai nâng phở ca ban tròn nam việt lọc 7 năm việt nhưng bởi giúp cả cô dân này ó nè dân tay làm mặt ra dân thưa 7 năm anh thưa tục đồng tiền á này dân bạch đôi tăng chốt đấy chốt lái ở bên nam biết ta phải chập chạm vào mùi rồi là tới trên chốt lá dương thì nhẹ thở khẽ quạt thì phật sáu giống như thế này nhé này nó sáng còn chiên cả ra anh nghĩ đấy nè bà rau này nhiên mong tập mai mình tầm mùi nâng này một cò mình nâng ấy chẹt lẹ mỏng mà rồi coi nó khó chứ vào đàn nó cứ mà rồi mỏng nhau vào nhá và coi con thợ coi nó tìm mùi ní nhưng vào đấy nó ông mạn môn trắng cứ vậy chạy mùi chẳng là đấy xong cái khó thở như vậy chạy pi trong trời trắng nhưng mưa coi này nhưng bánh hai nhưng nó tục này co bài to nữa gọi là mưa nhưng tạo và con nó quá nhưng kịp đau môi nó cứ làm bay sạch cật như con phải nhé thì ban đã có mũi chuyện đùa này nhưng mà rồi mà ông con mình đừng từ khối ón với tranh trong mỏng đấy thì chúng ta coi hai đấy cả còn bao trách bao trách tí cứ đang đặt cuối on này tránh nhầm qua hô đâu mà phình 7 xe nắng chẳng không thể nào mình miền ón đầu tới cứ phở bàn ồm mà nó trong trẻ chuyên mục ôn chẳng nói nó mình tại nick đôi chốt đây ai nhưng ai tập hợp thì xa những ban là mấy cái mua thui thôi nhẹ phá nắng này nên này như con ôn năm đang đâu cùi nữa thì xe nữa anh cứ mấy năm thì còn đọc 4 thì xe này cùi thì nó biết nên học rồi đây nên bàn còn thường con ấy play mà quên ấy thì đây tàn con lên năm ấy làm quên hết đến gặp nam chặt trồn một trận trâu làm đúng không xà bởi vì nào đúng lấy một bọc lên nữa mà còn nước lên là chân thở chẳng ngắn nó vào dặn trên mà kia ní chẳng lên ní từ để xé như vậy đâu còn bình màu bình nhất nặng bình bật màu bình nhất bình dương trong sạch bà thấy nó chạm anh nó lưng nhé dương lấy miền nằm thôi dương bật lên cùi hào ói cùi nó cứ bật lên xa đấy bọt chi alien xa từ xa ói nhé chân tần ca cùi nó cứ ok smooth ó
dương bà lần năng smile sạch cốiហើយយើងnghiệpវិញយើងសម្អាត clean អីអស់ហើយយើងអូយនេះឲ្យវាស្អាតឡើងវិញទីខ្សែទិន្នន័យអូខេ smooth ល្អភ្លើងវាអត់មានតឹងធូរអីទេណាអូនវាស្មើសាច់ល្អអញ្ចឹងយើង balance មកស្អាតហើយ